ជំពូក2នៅក្នុងផ្នត់គំនិតការខ្ញុំនៅជានារីវ័យក្មេងម្នាក់ខ្ញុំប្រាថ្នាចង់បានដៃគូម្នាក់ដូចជាទេវបុត្រនៅក្នុងក្តីសុបិនរបស់មនុស្សស្រីគ្រប់រូបគេជាមនុស្សប្រុសដ៏សង្ហាជោគជ័យហើយជាអ្នកមានទ្រព្យសម្បត្តិស្រុកស្ដំផងដែរខ្ញុំខ្លួនឯងក៏ចង់មានអាជីពមួយដ៏ថ្លៃថ្នូរដែរតែវាក៏មិនពិបាកឬប្រថុយប្រឋានពេកនោះឡើយចិត្តខ្ញុំចង់បានរបស់ទាំងអស់នោះដើម្បីបញ្ជាក់ឲ្យអ្នកដទៃមើលឃើញថាខ្ញុំគឺលយអញ្ចឹងនេះគឺជាគំនិតតាំងពីពេលមុនដែលខ្ញុំជួបមនុស្សដែលខ្ញុំស្រឡាញ់ប្រហែលឆ្នាំមកម្លេះខ្ញុំរកឃើញមនុស្សប្រុសដ៏អស្ចារ្យម្នាក់ប៉ុន្តែគេកំពុងតែដំណើរការងាររបស់គេនៅឡើយមិនទាន់បានជោគជ័យនោះទេចំណែកឯខ្ញុំមានអាជីពមួយដ៏ថ្លៃថ្នូរតែចំពោះគេវិញគេត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតទើបអាចប្រៀបស្មើនឹងខ្ញុំបានវាមិនងាយស្រួលប៉ុន្មានទេតែហេតុអ្វីក៏ខ្ញុំពេញចិត្តគឺខ្ញុំបានផ្លាស់ប្ដូរការគិតរបស់ខ្ញុំនោះឯងខ្ញុំបានផ្លាស់ប្ដូរវាដោយសារតែការងារស្រាវជ្រាវរបស់ខ្ញុំនោះហើយថ្ងៃមួយសិស្សកម្រិតបណ្ឌិតម្នាក់របស់ខ្ញុំឈ្មោះ Mary Ventura រួមទាំងខ្ញុំបានព្យាយាមស្វែងយល់ថាតើមូលហេតុអ្វីក៏សិស្សមួយចំនួនទៅមិនបានឆ្ងាយពីលំហាត់ដែលបង្ហាញអំពីសមត្ថភាពរបស់ពួកគេខណៈដែលពេលដែលសិស្សខ្លះទៀតមិនខ្វល់ពីវាហើយគិតតែរៀនទៅមុខបន្តទៅទៀតភ្លាមនោះយើងបានដឹងថាមានអត្ថន័យពីរនៃពាក្យថាសមត្ថភាពដែលមិនអាចផ្លាស់ប្ដូរបានគឺជាសមត្ថភាពធម្មជាតិដែលថេរមិនទៅមុខនិងសមត្ថភាពដែលអាចផ្លាស់ប្ដូរបានគឺជាសមត្ថភាពដែលអាចអភិវឌ្ឍបានតាមរយៈការរៀនផ្នត់គំនិតរបស់មនុស្សក៏ចាប់បដិសន្ធិឡើងរបៀបនេះដែរខ្ញុំដឹងច្បាស់ថាខ្ញុំមានផ្នត់គំនិតបែបណាខ្ញុំដឹងថាមូលហេតុអ្វីទើបខ្ញុំខ្លាចការបង្កើតកំហុសនិងបរាជ័យយ៉ាងខ្លាំងម្ល៉េះហើយខ្ញុំក៏បានដឹងជាលើកទី1ផងដែរថាតាមពិតខ្ញុំមានជំរឿសអាចគិតផ្សេងពីនេះទៀតបាននៅពេលដែលអ្នកបញ្ចូលផ្នត់គំនិតមួយទៅក្នុងខ្លួនអ្នកបានចូលទៅក្នុងពិភពថ្មីមួយនៅក្នុងពិភពមួយដែលមានលក្ខណៈថេរភាពជោគជ័យគឺការបង្ហាញថាខ្លួនអ្នកជាមនុស្សឆ្លាតនិងមានទេពកោសល្យហើយអ្នកផ្ដោតសំខាន់ទៅលើការបង្អួតពីខ្លួនឯងនៅក្នុងពិភពលោកមួយផ្សេងទៀតពិភពលោកនៃការផ្លាស់ប្ដូរសមត្ថភាពអ្នកផ្ដោតសំខាន់ទៅលើការពង្រឹងសមត្ថភាពនិងរៀនសូត្រពីអ្វីដែលថ្មីអ្នកឲ្យតម្លៃទៅលើការអភិវឌ្ឍខ្លួនឯងជានិច្ចក្នុងពិភពលោកមួយការបរាជ័យគឺជាការដើរថយក្រោយការទទួលបានពិន្ទុទាបការចាញ់ការប្រកួតការត្រូវបានគេបណ្តេញចេញពីការងារការត្រូវបានគេបដិសេធមានន័យថាអ្នកជាមនុស្សមិនឆ្លាតឬគ្មានទេពកោសល្យឡើយក្នុងពិភពលោកមួយទៀតការបរាជ័យគឺជាអ្វីដែលមិនទាន់រីកចម្រើនការមិនទាន់ទៅដល់គោលដៅដែលវាបញ្ជាក់ថាអ្នកមិនទាន់បានប្រើអស់សក្តានុពលរបស់អ្នកនៅឡើយនៅក្នុងពិភពលោកមួយការតស៊ូគឺជារឿងមិនល្អទេមិនខុសពីការបរាជ័យឡើយគឺជាការបង្ហាញថាអ្នកមិនឆ្លាតឬគ្មានទេពកោសល្យនោះឯងព្រោះថាបើអ្នកឆ្លាតអ្នកនឹងមិនចាំបាច់ចំណាយកម្លាំងខំប្រឹងនោះទេក្នុងពិភពលោកមួយទៀតការតស៊ូគឺជាអ្វីដែលធ្វើឲ្យអ្នកឆ្លាតជាងមុននិងបង្កើនទេពកោសល្យទ្វេឡើងអ្នកអាចជ្រើសរើសបានផ្នត់គំនិតគឺគ្រាន់តែជាជំនឿតែប៉ុណ្ណោះវាជាជំនឿដ៏មានថាមពលប៉ុន្តែវាត្រឹមតែជាអ្វីដែលមាននៅក្នុងការគិតរបស់អ្នកតែប៉ុណ្ណោះទេហើយអ្នកអាចផ្លាស់ប្ដូរការគិតរបស់អ្នកបានពេលដែលអ្នកអានសៀវភៅនេះចូលស្រមៃទៅដល់កន្លែងដែលអ្នកចង់ទៅហើយគិតឲ្យបានច្បាស់ថាតើផ្នត់គំនិតមួយណាដែលអាចនាំអ្នកទៅដល់គោលដៅនោះបានតើជោគជ័យសំដៅលើការរៀនយកបទពិសោធន៍ឬការបង្ហាញថាខ្លួនជាមនុស្សឆ្លាតលោក Benjamin Barber ជាអ្នកសង្គមពិទូដ៏ល្បីឈ្មោះមួយរូបធ្លាប់បាននិយាយថាខ្ញុំមិនបែងចែកមនុស្សនៅលើលោកនេះទេថាខ្សោយឬក៏ខ្លាំងបរាជ័យឬក៏ជោគជ័យតែខ្ញុំបែងចែកមនុស្សជាពីរប្រភេទគឺអ្នករៀននិងអ្នកមិនរៀនតើអ្វីទៅដែលធ្វើឲ្យមនុស្សយើងក្លាយទៅជាអ្នកដែលមិនរៀននោះគ្រប់គ្នាកើតមកគឺសុទ្ធតែមានចំណង់នៅក្នុងការរៀនទារកគ្រប់រូបជាយាមពង្រឹងជំនាញរបស់គេជារៀងរាល់ថ្ងៃវាមិនមែនត្រឹមតែជាជំនាញធម្មតានោះទេតែវាគឺជាកិច្ចការដែលលំបាកបំផុតនៅក្នុងជីវិតតួយ៉ាងដូចជាការរៀនដើរនិងការរៀននិយាយជាដើមពួកគេមិនដែលខ្វល់ទេថាវាពិបាកប៉ុណ្ណាឬចំណាយថាមពលប៉ុណ្ណានោះទេទារកមិនខ្លាចក្នុងការបង្កើតកំហុសឬអាម៉ាស់មុខនោះឡើយពួកវាដើរពួកគេដួលហើយពួកគេក្រោកឈរឡើងវិញពួកគេដឹងតែឆ្ពោះទៅមុខរហូតតើអ្វីទៅដែលអាចបង្អាក់ការរៀនដ៏អស្ចារ្យមួយនេះបានគឺផ្នត់គំនិតទេនៅក្នុងពេលដែលក្មេងៗចម្រើនវ័យឡើងអាចវាតម្លៃលើខ្លួនឯងបានពួកគេមួយចំនួនខ្លាចក្នុងការប្រថុយប្រឋានទាំងឡាយពួកគេចាប់ផ្ដើមខ្លាចថាខ្លួនឯងមិនឆ្លាតខ្ញុំបានធ្វើការសិក្សាទៅលើមនុស្សរាប់ពាន់នាក់ពីថ្នាក់បឋមសិក្សាមកហើយវាពិតជាគួរឲ្យស្ងើចណាស់ដែលមនុស្សជាច្រើនបានបោះបង់ចោលឱកាសក្នុងការរៀនរបស់ពួកគេយើងបានផ្ដល់ជម្រើសទៅឲ្យក្មេងប្រុសអាយុ4ឆ្នាំម្នាក់ថាគេអាចផ្គុំរូបដែលគេផ្គុំរួចម្ដងទៀតក៏បានឬអាចសាកល្បងទៅផ្គុំរូបថ្មីទៀតក៏បានសូម្បីតែនៅក្នុងវ័យក្មេងប៉ុណ្ណឹង
ក្មេងដែលមានផ្នត់គំនិតទេធ្វើតែអ្វីដែលខ្លួនគិតថាមានសុវត្ថិភាពប៉ុណ្ណោះពួកគេប្រាប់ថាក្មេងដែលឆ្លាតមិនបង្កើតកំហុសទេក្មេងដែលមានផ្នត់គំនិតរីកចម្រើនអ្នកដែលជឿថាគេអាចឆ្លាតជាងមុនបាននោះគិតថាជំរឿខាងលើនេះវាពិតជាចម្លែកណាស់គេសួរថាហេតុអ្វីបានជាអ្នកមីងសួរសំណួរបែបនេះមកកាន់ខ្ញុំអញ្ចឹងតើមានអ្នកណាទៅគុំរូបដដែលធ្វើអីពួកគេគុំរូបដែលពិបាកទៅហើយក្មេងស្រីម្នាក់បានពោលថាខ្ញុំនឹងរៀបពួកវាឲ្យបានដូច្នេះកុមារដែលមានផ្នត់គំនិតទេចង់ប្រកាសឲ្យច្បាស់ថាគេត្រូវតែជោគជ័យមនុស្សឆ្លាតគឺត្រូវតែជោគជ័យប៉ុន្តែកុមារដែលមានផ្នត់គំនិតរីកចម្រើនគិតថាភាពជោគជ័យគឺការដែលពួកគេអាចពង្រឹងខ្លួនឯងបានកាន់តែប្រសើរឡើងជាងមុនសំខាន់គឺអាចឆ្លាតជាងមុនបានក្មេងស្រីថ្នាក់ទី7ម្នាក់បានធ្វើការសន្មតថាខ្ញុំយល់ថាភាពឆ្លៀសវៃតើតែអ្នកខិតខំប្រឹងប្រែងទើបទទួលបានវាមិនមែនផ្ដល់មកឲ្យអ្នកដោយឯងនោះទេក្មេងភាគច្រើនប្រសិនបើគេមិនច្បាស់លាស់ពីចម្លើយពួកគេនឹងមិនលើកដៃឆ្លើយសំណួរនោះទេប៉ុន្តែអ្វីដែលខ្ញុំតែងតែធ្វើនោះគឺលើកដៃជានិច្ចព្រោះប្រសិនបើខ្ញុំឆ្លើយខុសលោកគ្រូនឹងកែតម្រូវខ្ញុំមិនអីទេអញ្ចឹងខ្ញុំលើកដៃហើយសួរលោកគ្រូថាលោកគ្រូតើលំហាត់នេះដោះស្រាយដោយរបៀបណាឬប្រាប់គាត់ថាខ្ញុំមិនទាន់ត្រង់ចំណុចនេះតើលោកគ្រូអាចជួយបញ្យល់បន្ថែមបានទេការធ្វើបែបនេះគឺអាចបង្កើនភាពវៃឆ្លាតរបស់ខ្ញុំបានក្រៅពីល្បែងផ្គុំរូបមានរបស់ម្យ៉ាងទៀតដែលធ្វើឲ្យអ្នករំលងឱកាសដ៏សំខាន់ក្នុងជីវិតរបស់អ្នកដើម្បីឲ្យដឹងនៅពេលដែលរឿងនោះកើតឡើងយើងមកសិក្សាពីស្ថានភាពប្លែកមួយនៅសាកលវិទ្យាល័យហុងកុង University of Hong Kong គ្រប់យ៉ាងគឺប្រើភាសាអង់គ្លេសទាំងអស់ក្នុងថ្នាក់ប្រើភាសាអង់គ្លេសសៀវភៅក៏ជាភាសាអង់គ្លេសហើយការប្រឡងក៏ជាភាសាអង់គ្លេសប៉ុន្តែសិស្សមួយចំនួនដែលប្រឡងចូលសាកលវិទ្យាល័យនេះមិនសូវចេះភាសាអង់គ្លេសទេដូច្នេះពួកគេត្រូវតែធ្វើអ្វីមួយជាបន្ទាន់ដើម្បីដោះស្រាយបញ្ហានេះពេលទៅដល់កន្លែងចុះឈ្មោះចូលរៀនឆ្នាំទី1យើងដឹងថាអ្នកណាដែលមិនសូវស្ទាត់ជំនាញភាសាអង់គ្លេសហើយពួកយើងបានសួរសំណួរសំខាន់មួយទៅកាន់ពួកគេថាប្រសិនបើសាកលវិទ្យាល័យបង្កើតវគ្គរៀនភាសាអង់គ្លេសសម្រាប់សិស្សដែលត្រូវការរៀនបំពន់តើអ្នកនឹងចូលរៀនទេយើងក៏បានធ្វើការវាស់ស្ទង់ពីផ្នត់គំនិតរបស់ពួកគេហើយសួរថាតើពួកគេយល់ស្របនឹងប្រយោគទាំងនេះកម្រិតណាអ្នកមានកម្រិតនៃភាពវៃឆ្លាតដ៏ជាក់លាក់មួយហើយអ្នកមិនអាចផ្លាស់ប្ដូរវាបានទេតែឆ្លាតប៉ុណ្ណាគឺប៉ុណ្ណឹងហើយអ្នកដែលយល់ស្របនឹងគំនិតប្រភេទនេះគឺជាមនុស្សដែលមានផ្នត់គំនិតទេចំណែកឯអ្នកដែលមានផ្នត់គំនិតរីកចម្រើនយល់ស្របនឹងមតិដែលលើកឡើងថាអ្នកអាចបង្កើនភាពវៃឆ្លាតរបស់អ្នកបានជានិច្ចក្រោយមកយើងក៏លេចមកមើលថាតើអ្នកណាដែលឆ្លើយយល់ស្របឲ្យបង្កើតវគ្គសិក្សាភាសាអង់គ្លេសសិស្សដែលមានផ្នត់គំនិតរីកចម្រើនឆ្លើយដោយមិនស្ទាក់ស្ទើរថាយល់ស្របប៉ុន្តែអ្នកដែលមានផ្នត់គំនិតទេមិនសូវចាប់អារម្មណ៍នឹងរឿងនេះប៉ុន្មានទេដោយគិតថាភាពជោគជ័យកើតឡើងពីការរៀនសិស្សដែលមានផ្នត់គំនិតរីកចម្រើនខិតខំចាប់យកឱកាសមួយនេះណាស់ប៉ុន្តែសិស្សដែលមានផ្នត់គំនិតទេវិញមិនចង់បង្ហាញឲ្យអ្នកដទៃឃើញពីកង្វះខាតរបស់គេឡើយផ្ទុយទៅវិញដើម្បីឲ្យខ្លួនគេមានអារម្មណ៍ថាឆ្លាតក្នុងរយៈពេលខ្លីពួកគេសុខចិត្តយកការសិក្សានៅសាកលវិទ្យាល័យមកប្រថុយប្រឋានចោលទៅទីនេះគឺជាវិធីដែលផ្នត់គំនិតទេបានធ្វើឲ្យមនុស្សជាច្រើនក្លាយទៅជាអ្នកដែលមិនរៀនរលកសញ្ញាខួរក្បាលប្រាប់ពីបញ្ហាអ្នកអាចមើលឃើញអំពីភាពខុសគ្នានៅក្នុងរលកសញ្ញាខួរក្បាលរបស់មនុស្សយើងបានអញ្ជើញមនុស្សដែលមានផ្នត់គំនិតទាំងពីរប្រភេទនេះមកកាន់មន្ទីរពិសោធន៍ចរន្តខួរក្បាលរបស់យើងនៅ Colombia តាមការឆ្លើយសំណួរពិបាកមួយចំនួនយើងពិតជាចង់ដឹងជាខ្លាំងថាតើរលកសញ្ញាខួរក្បាលរបស់គេនឹងផ្ដល់សញ្ញាថាគេចាប់អារម្មណ៍ឬយកចិត្តទុកដាក់នៅពេលណាដែរអ្នកដែលមានផ្នត់គំនិតទេចាប់អារម្មណ៍នៅពេលណាដែលមានសំណួរនោះឆ្លុះបញ្ចាំងអំពីសមត្ថភាពរបស់ពួកគេតែប៉ុណ្ណោះរលកសញ្ញាខួរក្បាលរបស់ពួកគេបង្ហាញថាពួកគេយកចិត្តទុកដាក់ទៅលើការឆ្លើយតបរបស់ពួកយើងថាតើចម្លើយរបស់គេត្រូវឬក៏ខុសប៉ុន្តែនៅពេលដែលយើងបង្ហាញពីព័ត៌មានដែលអាចជួយឲ្យគេរៀនបានច្រើនជាងមុនគឺគ្មានសញ្ញាបង្ហាញថាពួកគេចាប់អារម្មណ៍នោះឡើយបើទោះបីជាគេឆ្លើយខុសក៏ដោយក៏ពួកគេមិនចង់ដឹងដែរថាចម្លើយដែលត្រឹមត្រូវនោះគឺអ្វីដែរមានតែមនុស្សដែលមានផ្នត់គំនិតរីកចម្រើនតែប៉ុណ្ណោះដែលយកចិត្តទុកដាក់ទៅលើព័ត៌មានដែលអាចពង្រឹងចំណេះដឹងរបស់គេបន្ថែមបានមានតែពួកគេប៉ុណ្ណោះដែលផ្ដល់អាទិភាពទៅលើការរៀនតើអ្នកផ្ដល់អាទិភាពទៅលើអ្វីប្រសិនបើអ្នកអាចរើសបានតើអ្នកនឹងរើសយកអ្វីរើសយកភាពជោគជ័យច្រើនឬការសាកល្បងច្រើនជម្រើសនេះមិនមែនតាក់ទងត្រឹមតែជាមួយនឹងភាពវៃឆ្លាតតែប៉ុណ្ណោះទេវាក៏តាក់ទងទៅនឹងសម្ព័ន្ធភាពផងដែរតើគេចង់បានដៃគូប្រភេទណាជាមនុស្សដែលជំរុញឲ្យគេមានមោទកភាពនិងភាពខ្វះខាតរបស់ខ្លួនឯងឬមួយជាមនុស្សដែលជួយអភិវឌ្ឍឲ្យរីកចម្រើនទៅមុខយើងអាចដាក់សំណួរនេះទៅឲ្យយុវវ័យមួយចំនួនហើយយើងក៏ទទួលបានចម្លើយខ្លះមកវិញអ្នកដែលមានផ្នត់គំនិតទេនិយាយថាគេចង់
ង់បានដៃគូដែលដំកល់គេទុកលើហឹងធ្វើឲ្យពួកគេមានអារម្មណ៍ថាខ្លួនគេល្អឥតខ្ចោះបូជាគោរពពួកគេលើសពីនេះទៅទៀតដៃគូដ៏ល្អឥតខ្ចោះរបស់គេត្រូវផ្ដល់តម្លៃលើភាពថេររបស់គេស្វាមីរបស់ខ្ញុំនិយាយថាគាត់ក៏ធ្លាប់មានអារម្មណ៍បែបនេះនោះដែរគាត់ធ្លាប់ចង់ក្លាយជាព្រះជាម្ចាស់នៃដៃគូរបស់គាត់សំណាងហើយដែលគាត់បោះបង់គំនិតនោះចោលមុនស្គាល់ខ្ញុំមនុស្សដែលមានផ្នត់គំនិតរីកចម្រើនរំពឹងចង់បានដៃគូដែលខុសពីគេពួកគេបាននិយាយថាដៃគូដែលគេចង់បានគឺពេលឃើញគេខុសចេះកែតម្រូវគេជំរុញឲ្យគេក្លាយទៅជាមនុស្សម្នាក់ដែលប្រសើរជាងមុនលើកទឹកចិត្តគេឲ្យរៀនសូត្រពីអ្វីដែលថ្មីប្រកបណាស់គេមិនចង់បានមនុស្សដែលគ្រប់គ្រងនៅអំណួតរបស់គេទេគឺគេចង់បានមនុស្សម្នាក់ដែលអាចជំរុញការអភិវឌ្ឍរបស់គេបានពួកគេមិនបានគិតថាខ្លួនគេចេះច្រើនឬល្អឥតខ្ចោះនោះទេដូច្នេះពួកគេត្រូវការរៀនបន្ថែមទៀតឲ្យកាន់តែប្រសើរឡើងតើអ្នកកំពុងតែគិតដល់រឿងមួយហើយមែនទេអញបើសិនជាមនុស្សដែលមានផ្នត់គំនិតខុសគ្នានៅជាមួយគ្នាវិញតើវានឹងមានអ្វីកើតឡើងវានឹងទៅជាយ៉ាងណានារីម្នាក់ដែលមានផ្នត់គំនិតរីកចម្រើនម្នាក់បានប្រាប់អំពីជីវិតអាពាហ៍ពិពាហ៍របស់នាងជាមួយនឹងស្វាមីដែលមានផ្នត់គំនិតធីដំណើរនោះមានដូចតទៅខ្ញុំសឹងតែបោកក្បាលខ្លួនឯងនៅពេលដែលដឹងថាខ្ញុំបានសម្រេចចិត្តរៀបការខុសក្រពេលដែលខ្ញុំនិយាយរបៀបថាហេតុអ្វីក៏យើងមិនចេញទៅខាងក្រៅឲ្យបានច្រើនជាងនេះបន្តិចឬក៏ថាអូននឹងសប្បាយចិត្តប្រសិនបើបងមកពិភាក្សាជាមួយអូនមុនពេលដែលសម្រេចចិត្តធ្វើអ្វីមួយគឺដឹងតែគាត់មិនសប្បាយចិត្តជាខ្លាំងតែម្ដងបន្ទាប់មកជំនួសដោយការស្វះស្វែងរកដំណោះស្រាយខ្ញុំត្រូវចំណាយពេលមិនតិចជាង1ម៉ោងទេក្នុងការលួងលោមគាត់ហើយធ្វើឲ្យគាត់មានអារម្មណ៍ល្អឡើងវិញមិនតែប៉ុណ្ណោះគាត់រត់ទៅទូរស័ព្ទប្រាប់ម៉ាក់គាត់ជានិច្ចគឺអ្នកដែលតែងតែផ្ដល់ក្តីស្រឡាញ់ថ្នាក់ថ្នមដែលគាត់ចង់បានពួកយើងនៅក្មេងខ្ចីហើយទើបតែរៀបការថ្មីតាមពិតខ្ញុំមិនចង់បានអ្វីច្រើនទេគ្រាន់តែចង់សន្ទនាជាមួយគាត់ឲ្យបានស្រួលតែប៉ុណ្ណោះដូច្នេះគំនិតរបស់ស្វាមីគឺថាទំនាក់ទំនងដ៏ល្អគឺការមិនរិះគន់គ្នាទៅវិញទៅមកតែវាមិនមែនជាអ្វីដែលភរិយាគិតនោះទេឯគំនិតរបស់ភរិយាយល់ថាទំនាក់ទំនងដ៏ល្អគឺការប្រឈមមុខដោះស្រាយនឹងបញ្ហាហើយវាក៏មិនមែនជាអ្វីដែលស្វាមីគិតនោះដែរការប្រកាន់គោលជំហររបស់ខ្លួនកាន់តែខ្លាំងធ្វើឲ្យដៃគូម្ខាងទៀតកាន់តែខ្លាចជំងឺ CEO ការដែលនិយាយដូចខ្លួនឯងនៅលើមេឃចង់ឲ្យគេគ្រប់គ្នាមើលឃើញថាខ្លួនឯងល្អឥតខ្ចោះអ្នកមិនបាច់ភ្ញាក់ផ្អើលនោះទេនេះគេហៅថាជំងឺ CEO លោក Lee Iacocca បានជួបនឹងករណីអាក្រក់មួយនៃរឿងនេះបន្ទាប់ពីគាត់ទទួលបានជោគជ័យលើកដំបូងក្លាយជាអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន Chrysler Motors លោក Iacocca មានលក្ខណៈសម្គាល់ដូចក្មេងប្រុសអាយុ4ឆ្នាំដែលយើងបានពិសោធន៍ថាមានផ្នត់គំនិតថេរកាលពីវគ្គមុនដូច្នោះគាត់ចេញតែម៉ូដឡានដដែលហើយខុសគ្នាតែបន្តិចបន្តួចប៉ុណ្ណោះជាអកុសលម៉ូដឡានរបស់គាត់លែងមានគេត្រូវការតទៅទៀតខណៈពេលជាមួយគ្នានោះក្រុមហ៊ុនជប៉ុនបានគិតហើយគិតទៀតថាតើឡានរបស់គេគួរតែមានរូបរាងបែបណាហើយដំណើរការយ៉ាងដូចម្ដេចយើងអាចស្មានដឹងថាលទ្ធផលនឹងទៅជាយ៉ាងណាបាត់ទៅហើយគឺឡានរបស់ជប៉ុនបានវាយលុកទីផ្សារយ៉ាងគំហុក CEO គ្រប់រូបតែងប្រឈមមុខនឹងបញ្ហាមួយនេះតើពួកគេគួរតែទទួលកំហុសឬគួរតែបង្កើតពិភពមួយដែលគ្មានកំហុសលោក Lee Iacocca ជ្រើសរើសយកជំរើសទី2គេទុកនៅក្បែរខ្លួនតែអ្នកណាដែលគោរពបូជាគេតែប៉ុណ្ណោះហើយគេនឹងនិរទេសអ្នកដែលរិះគន់គេចេញឲ្យឆ្ងាយទាំងអស់មិនយូរប៉ុន្មានគេក៏បានបាត់បង់ទំនាក់ទំនងជាមួយនឹងវិស័យរបស់គេយ៉ាងឆាប់រហ័សលោក Lee Iacocca បានក្លាយទៅជាមនុស្សម្នាក់ដែលលែងរៀនសូត្រប៉ុន្តែមិនមែនមនុស្សគ្រប់រូបមានជំងឺ CEO នោះទេអ្នកដឹកនាំដ៏អស្ចារ្យជាច្រើនរូបបានទទួលស្គាល់កំហុសរបស់គេក្នុងមូលដ្ឋានមួយដ៏ទៀងទាត់លោក David Smith បានក៏លេចទៅមើលទង្វើដ៏អស្ចារ្យនៅអតីតកាលរបស់លោកកាលនៅកាន់ក្រុមហ៊ុន Kimberly-Clark រួចបញ្ជាក់ថាខ្ញុំមិនដែលបញ្ឈប់ការព្យាយាមកសាងខ្លួនឲ្យមានគុណសម្បត្តិស័ក្តិសមទៅនឹងមុខតំណែងរបស់ខ្ញុំឡើយលោកគឺដូចជាសិស្សនៅសាកលវិទ្យាល័យហុងកុងដែលមានផ្នត់គំនិតរីកចម្រើនអីចឹងមិនដែលឈប់បំពន់បន្ថែមលើសមត្ថភាពរបស់ខ្លួនឯងនោះទេនាយកទាំងឡាយក៏ប្រឈមមុខនឹងបញ្ហាមួយទៀតផងដែរនោះគឺការពិបាកសម្រេចចិត្តពួកគេអាចប្រើយុទ្ធសាស្ត្រក្នុងរយៈពេលខ្លីដើម្បីឲ្យតម្លៃទីផ្សារក្រុមហ៊ុនរបស់ពួកគេឡើងថ្លៃក្នុងគោលបំណងឲ្យអ្នកដទៃចាត់ទុកថាខ្លួនឯងជាវីរបុរសឬគេសុខចិត្តប្រើរយៈពេលយូរក្នុងការអភិវឌ្ឍក្រុមហ៊ុនបើទោះបីជាត្រូវប្រឈមមុខនឹងការមិនជាប់ឈ្មោះនៅក្នុងតារាងទីផ្សារភាគហ៊ុន Wall Street ក៏ដោយសំខាន់គឺគេចាប់ផ្ដើមដោយការគិតលើស្ថិរភាពនិងភាពរីកចម្រើនរបស់ក្រុមហ៊ុនក្នុងរយៈពេលយូរអង្វែង Albert Dunlap អ្នកដែលបានសារភាពថាខ្លួនជាមនុស្សដែលមានផ្នត់គំនិតថេរត្រូវបានគេហៅឲ្យចូលទៅកាន់កាប់ក្រុមហ៊ុន Sunbeam គាត់បានជ្រើសរើសយុទ្ធសាស្ត្ររយៈពេលខ្លីដើម្បីឈរមើលទៅដូចជាវីរបុរសនៅ Wall Street ទីផ្សារភាគហ៊ុនហាក់ត្រដែតឡើងខ្ពស់ប៉ុន្តែក្រុមហ៊ុនបែរជារលំទៅវិញលោក Lou Gerstner
ដែលគេស្គាល់ថាជាមនុស្សដែលមានផ្នត់គំនិតរីកចម្រើនត្រូវបានគេអញ្ជើញឲ្យមកគ្រប់គ្រងនៅក្រុមហ៊ុន IBM ដោយសារតែគាត់បានធ្វើរឿងដ៏ធំមួយគឺបានកែប្រែគោលការណ៍និងច្បាប់របស់ក្រុមហ៊ុនដែលបណ្ដាលឲ្យទីផ្សារភាគហ៊ុននៅ Wall Street ធ្លាក់ចុះទាបបំផុតពួកគេហៅលោកថាជាមនុស្សបរាជ័យប៉ុន្តែប៉ុន្មានឆ្នាំក្រោយមកក្រុមហ៊ុន IBM ក៏បានឡើងកូដខ្លាំងម្ដងទៀតការពង្រឹងសមត្ថភាពអ្នកដែលមានផ្នត់គំនិតរីកចម្រើនមិនត្រឹមតែចង់ធ្វើការសាកល្បងប៉ុណ្ណោះទេតែពួកគេព្យាយាមធ្វើថែមទៀតការសាកល្បងប្រថុយប្រឋានកាន់តែខ្លាំងពួកគេក៏អាចពង្រឹងខ្លួនឲ្យកាន់តែរឹងមាំផងដែរហើយលើលោកនេះគ្មានវិស័យណាដែលអាចបង្ហាញច្បាស់ពីវាជាងវិស័យកីឡានោះទេអ្នកនឹងបានឃើញថាបុគ្គលដែលខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបុគ្គលនោះនឹងអាចរីកចម្រើនបានកាន់តែខ្លាំងថែមទៀតមៀហាំជាកីឡាការិនីបាល់ទាត់ដ៏ល្បីមួយរូបក្នុងជំនាន់របស់នាងបានពោលថាពេញមួយជីវិតរបស់ខ្ញុំគឺខ្ញុំលេងឡើងរហូតមានន័យថាខ្ញុំបានដកពិសោធន៍ខ្លួនឯងដោយការលេងជាមួយអ្នកដែលមានអាយុច្រើនជាងខ្ញុំធំជាងខ្ញុំជំនាញជាងខ្ញុំមានបទពិសោធន៍ច្រើនជាងខ្ញុំនិយាយឲ្យខ្លីទៅគឺអ្នកដែលពូកែជាងខ្ញុំដំបូងឡើយនាងលេងជាមួយបងប្រុសរបស់នាងបន្ទាប់មកអាយុ10ឆ្នាំនាងបានចូលទៅក្រុមជាមួយបងប្រុសដែលមានអាយុ11ឆ្នាំក្រោយមកនាងក៏បានរុញខ្លួនឯងឲ្យចូលទៅនៅក្នុងក្រុមកីឡាថ្នាក់មហាវិទ្យាល័យដែលពូកែជាងគេបំផុតប្រចាំសហរដ្ឋអាមេរិកនាងបន្តថាពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំដាក់កំហិតឲ្យខ្លួនឯងថាត្រូវតែលេងឲ្យបានកម្រិតប្រហែលពួកគេហើយខ្ញុំបានរីកចម្រើនលឿនជាងអ្វីដែលខ្ញុំធ្លាប់ស្រមៃទៅទៀត Patricia Miranda គឺជាក្មេងធាត់កាម៉ាប់ម្នាក់ដែលមានបំណងចង់ក្លាយទៅជាអ្នកបោកចំបាប់មួយរូបក្រោយពីត្រូវបានគេផ្ដួលឲ្យដួលនៅនឹងដីពួកក្មេងៗទាំងនោះចំអកថានាងគឺជាមនុស្សគ្មានបានការដំបូងនាងយំបន្ទាប់មកនាងយល់ថាវាបានធ្វើឲ្យខ្ញុំរកឃើញដំណោះស្រាយហើយខ្ញុំត្រូវតែដើរទៅមុខហើយត្រូវតែធ្វើឲ្យប្រាកដថាការខិតខំប្រឹងប្រែងការយកចិត្តទុកដាក់ជំនឿនិងការហ្វឹកហាត់ពិតជាអាចធ្វើឲ្យខ្ញុំក្លាយទៅជាអ្នកបោកចំបាប់លេខ1បានមែនតើអ្វីទៅដែលអាចឲ្យនាងដោះស្រាយវាបាន Miranda ត្រូវបានចិញ្ចឹមនៅក្នុងខ្សែជីវិតមួយដែលគេចវេសពីការប្រកួតនិងការសាកល្បងតែនៅពេលដែលម្ដាយរបស់នាងស្លាប់ដោយសារតែជំងឺនៅវ័យ40ឆ្នាំ Miranda ដែលស្ថិតនៅក្នុងវ័យ10ឆ្នាំបានគិតចេញនូវគោលការណ៍មួយនៅពេលដែលស្ថិតនៅលើគ្រែដេករងចាំសេចក្តីស្លាប់ពាក្យដែលអ្នកអាចនិយាយឲ្យស្ដាប់មើលទៅមានអត្ថន័យបំផុតនោះគឺខ្ញុំគ្មានអ្វីត្រូវស្ដាយទេព្រោះខ្ញុំបានរកឃើញខ្លួនឯងហើយនេះគឺជាអារម្មណ៍ដែលខ្ញុំទទួលបាននៅពេលដែលម្ដាយរបស់ខ្ញុំស្លាប់ប្រសិនបើមួយជីវិតអ្នកស្លាប់ទៅវិញគឺធ្វើតែអ្វីដែលងាយស្រួលនោះវាពិតជាគួរឲ្យអាម៉ាស់ណាស់ដូច្នេះនៅពេលដែលមានការប្រកួតបោកចំបាប់នាងក៏ត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមការខិតខំរបស់នាងពិតជាមានលទ្ធផលល្អមែននៅអាយុ24ឆ្នាំ Miranda បានក្លាយទៅជាអ្នកសើចចុងក្រោយអ្នកមើលងាយនាងគឺជាអ្នកសើចពីដំបូងនាងបាននាំឲ្យក្រុមរបស់នាងជាប់ឈ្មោះចូលជាក្រុមកីឡាអូឡ িম্প ពិករបស់សហរដ្ឋអាមេរិកនិងត្រឡប់ពីរាជធានីអាតែនប្រទេសក្រិកវិញជាមួយនឹងមេដាយសំរឹទ្ធហើយតើមានរឿងអ្វីកើតឡើងបន្តមកទៀតសាលាច្បាប់ Yale បានផ្ដល់អាហារូបករណ៍ឲ្យនាងទៅសិក្សាផ្នែកច្បាប់នៅសាលារបស់គេគ្រប់គ្នាបានឃាត់នាងឲ្យរៀននៅកន្លែងដដែលទៅព្រោះនាងបានឈរលំដាប់កម្ពស់នៅទីនោះរួចទៅហើយប៉ុន្តែ Miranda យល់ថាវានឹងរឹតតែគួរឲ្យរំភើបជាងនេះទៅទៀតក្នុងការចាប់ផ្ដើមតាំងពីបាតក្រោមមកវិញហើយចាំមើលថាតើម្ដងនេះនាងអាចរីកចម្រើនបានដល់កម្រិតណាពង្រឹងខ្លួនលើសអ្វីដែលអាចទៅរួចពេលខ្លះមនុស្សដែលមានផ្នត់គំនិតរីកចម្រើនពង្រឹងខ្លួនគេបានឆ្ងាយពីអ្វីដែលអាចទៅរួចទៅទៀតនៅក្នុងឆ្នាំ1995លោក Christopher Reeve ដែលជាតារាសម្ដែងមួយរូបបានធ្លាក់ពីលើខ្នងសេះឆ្អឹងករបស់គាត់បានបាក់ឆ្អឹងខ្នងរបស់គាត់បានឃ្លាតពីខួរក្បាលរបស់គាត់ហើយផ្នែកខាងក្រោមករបស់គាត់បានខ្ទេចខ្ទីជាខ្លាំងអ្នកវិទ្យាសាស្ត្រផ្នែកសុខាភិបាលបានប្រាប់ថាពួកគេមានការសោកស្ដាយណាស់ដែលគាត់ស្ថិតនៅក្នុងដំណាក់កាលមួយនេះទោះបីជាយ៉ាងណាក៏ដោយលោក Reeve បានចាប់ផ្ដើមកម្មវិធីហាត់ប្រាណដែលទាមទារឲ្យមានការអនុវត្តដែលពាក់ព័ន្ធទៅនឹងការកម្រើករាងកាយដែលប្រេះស្រាំរបស់គាត់ដោយមានជំនួយពីឧបករណ៍អេឡិចត្រូនិកដើម្បីធ្វើចលនាហេតុអ្វីក៏គាត់មិនអាចរៀនកម្រើកម្ដងទៀតបានហេតុអ្វីបានជាខួរក្បាលរបស់គាត់មិនអាចបញ្ជារាងកាយរបស់គាត់ម្ដងទៀតបានគ្រូពេទ្យនិយាយថាការព្យាបាលនេះមានប្រសិទ្ធភាពនោះទេគាត់បានដាក់កំណត់នៅក្នុងចិត្តរួចទៅហើយថាវាពិតជាគ្មានសង្ឃឹមឡើយពួកគេសន្មត់បែបនេះព្រោះពួកគេធ្លាប់មានបទពិសោធន៍ច្រើនកន្លងមកហើយវាគឺជាសញ្ញាណអាក្រក់មួយចំពោះការព្យាបាលរបស់គាត់ប៉ុន្តែតើវាជាការពិតមែនឬតើលោករាវគិតដូចម្ដេចម្ដងនេះតើមានការវះកាត់អ្វីដែលល្អជាងនេះដែរឬទេ5ឆ្នាំក្រោយមកលោករាវចាប់ផ្ដើមធ្វើចលនាម្ដងទៀតដំបូងគឺគាត់កម្រើកដៃរួចហើយកម្រើកជើងបន្ទាប់មកគឺដងខ្លួនគាត់ពិបាក
ហាក់នឹងជាឡើងវិញណាស់ប៉ុន្តែការពិនិត្យខួរក្បាលបានបង្ហាញថាខួរក្បាលរបស់គាត់បានបញ្ជូនសញ្ញាទៅឲ្យរាងកាយរបស់គាត់ម្ដងទៀតហើយរាងកាយរបស់គាត់ក៏ឆ្លើយតបទៅវិញផងដែរលោករាវមិនត្រឹមតែបានពង្រឹងសមត្ថភាពរបស់គាត់ប៉ុណ្ណោះទេគាត់ថែមទាំងបានផ្លាស់ប្ដូរការគិតរបស់អ្នកវិទ្យាសាស្ត្រអំពីប្រព័ន្ធប្រសាទនិងសក្តានុពលរបស់វាក្នុងការជាពីជំងឺថែមទៀតផងក្នុងរឿងមួយនេះលោកបានបើកកកាយពីទស្សនីយភាពមួយដ៏ថ្មីស្រឡាងនៃការស្រាវជ្រាវទាំងមូលរួមជាមួយនឹងវិធីនៃក្តីសង្ឃឹមថ្មីសម្រាប់អ្នកដែលមានជំងឺបញ្ហាឆ្អឹងខ្នងការរីកចម្រើនលូតលាស់ទៅលើរឿងមួយដ៏ជាក់លាក់ពិតប្រាកដណាស់អ្នកដែលមានផ្នត់គំនិតរីកចម្រើននឹងលូតលាស់ទៅមុខពេលដែលពួកគេព្យាយាមពង្រឹងសមត្ថភាពខ្លួនឯងចុះពេលណាដែលអ្នកមានផ្នត់គំនិតទេអាចលូតលាស់ទៅមុខបានគឺនៅពេលដែលគ្រប់យ៉ាងអាចស្ថិតនៅក្នុងកណ្ដាប់ដៃរបស់គេដោយសុវត្ថិភាពប្រសិនបើរឿងមួយមើលទៅប្រថុយប្រថានពេកដែលអាចធ្វើឲ្យគេមើលទៅឃើញថាគេមិនឆ្លាតឬមិនមានទេពកោសល្យនោះទេពួកគេនឹងបាត់បង់ចំណាប់អារម្មណ៍ជាមួយនឹងវាជាមិនខានខ្ញុំបានឃើញវាកើតឡើងនៅពេលដែលយើងតាមដានសិស្សត្រៀមប្រឡងចូលសាលាពេទ្យតាមរយៈការសិក្សាមុខវិជ្ជាគីមីរបស់គេចំពោះសិស្សជាច្រើនរូបអ្វីដែលនាំផ្លូវក្នុងជីវិតរបស់ពួកគេគឺការក្លាយទៅជាវិជ្ជបណ្ឌិតមួយរូបនោះហើយគឺជាវគ្គសិក្សាដែលអាចកំណត់ថាតើនរណាខ្លះអាចសម្រេចក្តីប្រាថ្នាមួយនេះបានវាជាវគ្គដ៏សែនលំបាកមួយមធ្យមភាគនៃការប្រឡងនីមួយៗនីតិសេបូកទើបជាប់នេះគឺដោយសារតែសិស្សទាំងនោះកម្រទទួលបានពិន្ទុទាបជាងពិន្ទុនីតិអាណាសិស្សភាគច្រើនចាប់ផ្ដើមឡើងដោយការចូលចិត្តមុខវិជ្ជាគីមីដូចគ្នាប៉ុន្តែបន្ទាប់ពីបានបញ្ចប់ឆមាសទី1រួចមកវាក៏មានរឿងខ្លះកើតឡើងអ្នកដែលមានផ្នត់គំនិតថេរមានចិត្តចង់រៀនតែពេលណាដែលគេទទួលបានពិន្ទុល្អតែប៉ុណ្ណោះអ្នកដែលគិតថាវាពិបាកចំពោះគេក៏បានធ្លាក់ចំណាប់អារម្មណ៍និងសេចក្តីរីករាយក្នុងការសិក្សារបស់គេយ៉ាងពេញទំហឹងបើកិច្ចការមួយណាដែលមិនមានលាភត្រដាងពីភាពឆ្លៀសវៃរបស់ពួកគេទេនោះពួកគេនឹងមិនអាចរីករាយក្នុងការធ្វើវាឡើយសិស្សម្នាក់បាននិយាយថាកាន់តែពិបាកខ្ញុំកាន់តែត្រូវបង្ខំខ្លួនឯងឲ្យអានសៀវភៅនិងរៀនបន្ថែមសម្រាប់ការប្រឡងកាលពីមុនខ្ញុំចូលចិត្តមុខវិជ្ជាគីមីនេះណាស់ប៉ុន្តែឥឡូវនេះរាល់ពេលដែលខ្ញុំនឹកដល់វាគឺឈឺក្បាលតែម្ដងផ្ទុយទៅវិញសិស្សដែលមានផ្នត់គំនិតរីកចម្រើនបានបន្តការចាប់អារម្មណ៍ខ្ពស់ទោះបីជាគេគិតថាវាលំបាកប៉ុណ្ណាក៏ដោយគេនិយាយថាវាពិបាកជាងការគិតរបស់ខ្ញុំទៅទៀតតែវាជាអ្វីដែលខ្ញុំចង់បានដូច្នេះហើយវាបានធ្វើឲ្យខ្ញុំបដិញ្ញាចិត្តថាត្រូវតែជំនះឲ្យបាននៅពេលដែលពួកគេនិយាយថាខ្ញុំមិនអាចធ្វើវាបានទេឬមិនអាចទៅរួចវាប្រៀបដូចជាអ្វីដែលជំរុញឲ្យខ្ញុំកាន់តែទៅមុខអញ្ចឹងការខិតខំប្រឹងប្រែងនិងការចាប់អារម្មណ៍របស់ពួកគេបានរួមបញ្ចូលគ្នាយ៉ាងល្អយើងក៏បានប្រទះឃើញរឿងដូចគ្នាចំពោះសិស្សដែលមានវ័យតូចៗយើងបានឲ្យក្មេងថ្នាក់ទី5នៅរូបគុំមួយចំនួនដែលពួកគេចូលចិត្តជាខ្លាំងប៉ុន្តែនៅពេលដែលយើងឲ្យពួកគេផ្គុំរូបកាន់តែពិបាកក្មេងៗដែលគាត់មានផ្នត់គំនិតថេរបានបង្ហាញថាភាពរីករាយរបស់ពួកគេធ្លាក់ចុះជាខ្លាំងពួកគេក៏បានបដូរចិត្តលេងចង់យករូបផ្គុំទៅរៀបនៅផ្ទះបន្តគេបានយករូបផ្គុំរបស់គេហុចទៅឲ្យក្មេងដទៃទៀតហើយក៏ហក់ថាមិនអីទេឯងយកទៅចុះខ្ញុំមានហើយតាមពិតគឺដោយសារតែគេមិនអាចរៀបវាបានលឿនដូចចិត្តគេចង់បាននោះឯងការគិតមួយចំពោះក្មេងៗដែលពូកែរៀបរូបផ្គុំនោះគឺអ្នកដែលមានទេពកោសល្យផ្គុំរូបពិតប្រាកដគឺមិនរវល់តែខ្លាចការធ្លាក់ទឹកដៃនោះទេយ៉ាងណាមិញកុមារដែលមានផ្នត់គំនិតរីកចម្រើនមិនគេចចេញពីបញ្ហាលំបាកឡើយក្មេងម្នាក់ប្រទះឃើញរូបផ្គុំមួយចំនួនដែលគេចូលចិត្តហើយគេក៏គិតចង់យកវាទៅរៀបនៅផ្ទះគេបានសួរពួកយើងថាតើអ្នកមីងអាចជួយកត់ឈ្មោះរូបផ្គុំនោះឲ្យខ្ញុំបានដែរឬទេខ្ញុំនឹងសុំម៉ាក់ឲ្យទិញវាឲ្យខ្ញុំនៅពេលដែលខ្ញុំរៀបរូបនេះរួចអស់ហើយកន្លងទៅមិនយូរប៉ុន្មានខ្ញុំចាប់អារម្មណ៍ចង់អានសៀវភៅប្រវត្តិរបស់ Marina Simusionova ដែលគាត់គឺជាអ្នករាំជនជាតិរុស្ស៊ីម្នាក់ហើយក៏ជាគ្រូបង្រៀនដ៏ពូកែមួយរូបផងដែរគាត់បានប្រើវិធីសាស្ត្រមួយថ្មីដែលប្លែកក្នុងការជ្រើសរើសសិស្សរបស់គាត់អតីតសិស្សរបស់គាត់បានប្រាប់ថាជាដំបូងសិស្សរបស់គាត់ត្រូវតែឆ្លងកាត់ឲ្យផុតការប្រឡងមួយនោះគឺការបង្ហាញប្រតិកម្មនៅពេលដែលទទួលបានការសរសើរនិងពេលទទួលបានការរិះគន់ហើយគាត់គឺជាអ្នកចាំឃ្លាំមើលពួកគេអ្នកដែលទទួលបានការរិះគន់ច្រើនជាងការសរសើរទើបអាចរៀនជាមួយគាត់បានលើសពីនេះទៅទៀតគាត់បានបែងចែកអ្នកដែលសប្បាយរីករាយនឹងការធ្វើអ្វីដែលស្រួលឲ្យដាច់ពីអ្នកដែលសប្បាយរីករាយជាមួយនឹងការធ្វើអ្វីដែលពិបាកខ្ញុំមិនអាចភ្លេចគ្រាដំបូងដែលខ្ញុំបានឮខ្លួនឯងនិយាយថាវាពិបាកណាស់ហើយវាក៏សប្បាយផងដែរបានឡើយវាជាពេលដែលខ្ញុំដឹងថាខ្ញុំបានផ្លាស់ប្ដូរផ្នត់គំនិតហើយតើពេលណាអ្នកមានអារម្មណ៍ថាខ្លួនឯងឆ្លាតបំផុតពេលដែលអ្នកធ្វើបានល្អឥតខ្ចោះឬពេលដែលអ្នកកំពុងរៀនអ្វីដែលបុគ្គលមានផ្នត់គំនិតថេរចង់បាននោះគឺភាពជោគជ័យដែលជាក់ច្បាស់បំផុតភាពជោគជ័យធម្មតាភាពវៃឆ្លាតធម្មតាទេពកោសល្យធម្មតាគឺមិនទាន់គ្រប់គ្រាន់ឡើយ
អ្នកត្រូវតែល្អឥតខ្ចោះថែមទៀតគឺល្អឥតខ្ចោះតែម្ដងពួកយើងបានសាកសួរទៅមនុស្សជាច្រើនតាំងពីសិស្សបឋមសិក្សារហូតដល់មនុស្សពេញវ័យថាតើពេលណាអ្នកមានអារម្មណ៍ថាឆ្លាតបំផុតចម្លើយដែលយើងទទួលបានពិតជាខុសគ្នាខ្លាំងណាស់អ្នកដែលមានផ្នត់គំនិតទេនិយាយថាពួកគេឆ្លាតនៅពេលដែលខ្ញុំបានមិនបង្កើតកំហុសនៅពេលដែលខ្ញុំធ្វើអ្វីបានលឿនហើយល្អឥតខ្ចោះនៅពេលដែលកិច្ចការមួយងាយស្រួលសម្រាប់ខ្ញុំតែពិបាកចំពោះអ្នកដទៃសំខាន់គឺល្អឥតខ្ចោះពេលនេះតែម្ដងប៉ុន្តែអ្នកដែលមានផ្នត់គំនិតរីកចម្រើនឆ្លើយថានៅពេលដែលខ្ញុំបានជួបកិច្ចការណាមួយដែលពិបាកហើយខ្ញុំព្យាយាមធ្វើវានឹងពេលដែលខ្ញុំអាចធ្វើអ្វីមួយដែលខ្ញុំមិនធ្លាប់ធ្វើពីមុនមកឬនៅពេលដែលខ្ញុំចំណាយពេលធ្វើកិច្ចការមួយយ៉ាងយូរហើយចុងក្រោយអាចសម្រេចវាបានចំពោះពួកគេភាពវៃឆ្លាតមិនសំដៅលើភាពល្អឥតខ្ចោះភ្លាមៗនោះទេគឺសំដៅទៅលើការចំណាយពេលរៀនការសាកល្បងធ្វើនិងការដើរទៅមុខប្រសិនបើមានសមត្ថភាពហើយហេតុអីក៏ចាំបាច់រៀនទៀតតាមពិតទៅអ្នកដែលមានផ្នត់គំនិតទេរំពឹងចង់ឲ្យសមត្ថភាពកើតចេញមកដោយឯងមុនពេលដែលគេចាប់ផ្ដើមរៀនអ្វីមួយសរុបមកប្រសិនបើអ្នកមានសមត្ថភាពទោះមិនរៀនក៏ចេះដែរតែបើអ្នកគ្មានសមត្ថភាពទេទោះខំរៀនយ៉ាងណាក៏មិនចេះដែរខ្ញុំបានឃើញរឿងនេះជាញឹកញាប់ណាស់ជារៀងរាល់ឆ្នាំស្ថាប័នរបស់ខ្ញុំនៅ Colombia បានអនុញ្ញាតឲ្យសិស្សចំនួន6រូបក្នុងចំណោមបេក្ខជនទាំងអស់មកពីជុំវិញពិភពលោកបានបញ្ចប់ការសិក្សាដោយជោគជ័យពួកគេសុទ្ធតែមានពិន្ទុប្រឡងខ្ពស់អស្ចារ្យស្ទើរតែល្អឥតខ្ចោះហើយទទួលបានប័ណ្ណសរសើរពីសំណាក់អ្នកប្រាជ្ញល្បីៗជាច្រើនរូបផងដែរលើសពីនេះទៅទៀតពួកគេត្រូវបានសាលាក្រោយបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យលំដាប់កំពូលចរចាឲ្យទៅរៀនសាលាគេថែមទៀតផងដូចជាតារាល្បីអញ្ចឹងរយៈពេលត្រឹមតែមួយថ្ងៃអាចធ្វើឲ្យពួកគេមួយចំនួនយល់ថាគេដូចជាអ្នកបន្លំធ្វើខ្លួនជាអ្នកល្បីដូច្នោះម្សិលមិញពួកគេនៅជាតារាល្បីសោះថ្ងៃនេះគ្រាន់តែចូលដល់សាលាក្រោយបញ្ចប់ថ្នាក់សិក្សាមហាវិទ្យាល័យភ្លាមពួកគេបែរក្លាយទៅជាមនុស្សបរាជ័យទៅវិញរឿងគឺវាអញ្ចេះដំបូងឡើយគឺពួកគេមើលអំពីមុខវិជ្ជាដែលបានសរសេរនៅក្នុងបញ្ជីដ៏វែងអន្លាយរបស់យើងពួកគេមើលទៅគណៈសាស្ត្រាចារ្យជាមួយនឹងបញ្ជីសៀវភៅដែលត្រូវបានបោះពុម្ពមួយដ៏វែងអន្លាយនោះហើយពួកគេមើលទៅសិស្សឆ្នើមៗដែលកំពុងតែប្រគល់ពាក្យស្នើសុំស្រាវជ្រាវសម្រាប់ការនិពន្ធ Writing Grant Proposal និងបោះពុម្ពសៀវភៅរួចក៏ស្រែកឡើងថាព្រះអើយខ្ញុំធ្វើមិនកើតទេពួកគេដឹងថាវាទាមទារខ្ពស់ណាស់ក្នុងការប្រឡងដើម្បីទទួលបានពិន្ទុកម្រិត A ប៉ុន្តែពួកគេមិនដឹងទេថាត្រូវធ្វើយ៉ាងណានៅឡើយទេពួកគេភ្លេចពាក្យថានៅឡើយក្រែងសាលាគឺជាកន្លែងមកដើម្បីបង្រៀននោះអីពួកគេនៅទីនេះគឺដើម្បីរៀនឲ្យដឹងថាត្រូវធ្វើយ៉ាងណានោះហើយចុះបើចេះអស់ហើយពួកគេមិនចាំបាច់ទៅសាលារៀនទេខ្ញុំមិនដឹងថានេះជាអ្វីដែលកើតឡើងចំពោះ Janet Cook និង Stephen Gass ដែរឬអត់ទេពួកគេគឺជាអ្នកកាសែតវ័យក្មេងដែលធ្លាប់បានឡើងដល់ចំណុចកំពូលដោយសារអត្ថបទបំភ្លើសរបស់គេ Janet ទទួលបានពានរង្វាន់ Pulitzer ចំពោះអត្ថបទរបស់នាងដែលសរសេរឲ្យ Washington Post អំពីក្មេងប្រុសអាយុ8ឆ្នាំម្នាក់ដែលញៀនថ្នាំការពិតគឺគ្មានក្មេងប្រុសនោះនៅលើโลกនោះទេហើយក្រោយមកនាងក៏ត្រូវបានគេដកពានរង្វាន់នោះវិញ Stephen គឺជាមនុស្សដែលរហ័សរហួនម្នាក់ដែលធ្វើការឲ្យ The New Republic គេបានមានរឿងរ៉ាវនិងប្រភពជាច្រើនដើម្បីសរសេរព័ត៌មានដែលសុទ្ធតែជាអ្វីដែលអ្នកកាសែតគ្រប់រូបស្រមៃចង់បានតែតាមពិតប្រភពនោះគឺគ្មានទេហើយរឿងរ៉ាវទាំងអស់នោះសុទ្ធតែជាការប្រឌិតឡើងទាំងអស់តើ Janet និង Steven ចង់បានភាពល្អឥតខ្ចោះឬតើពួកគេយល់ថាការសារភាពថាខ្លួនមិនពូកែអាចឲ្យមិត្តភក្តិរួមការងារទម្លាក់តម្លៃរបស់គេឬតើពួកគេយល់ថាពួកគេគួរតែក្លាយទៅជាអ្នកកាសែតលំដាប់ខ្ពស់មុនពេលដែលពួកគេឆ្លងកាត់ការខិតខំប្រឹងប្រែងឬ Stephen បានសរសេរថារឿងអ្វីផ្សេងមិនសំខាន់ទេសំខាន់គឺយើងអាចក្លាយទៅជាតារាល្បីហើយជាតារាដែលពូកែជាងគេសាធារណជនយល់ថាគេជាមនុស្សបោកប្រាស់ការពិតពួកគេពិតជាបានបោកប្រាស់ពិតមែនប៉ុន្តែខ្ញុំយល់ថាពួកគេគឺជាក្មេងដ៏មានទេពកោសល្យដែលត្រូវបានគ្រប់គ្រងដោយផ្នត់គំនិតថេរទៅវិញទេនៅកំឡុងឆ្នាំ1960គេនិយាយថាក្លាយទៅជាជើងឯកគឺជា becoming better than being អ្នកដែលមានផ្នត់គំនិតទេមិនគិតអំពីការអភិវឌ្ឍទៅមុខរបស់មនុស្សនោះទេបើគេចង់ឲ្យខ្លួនគេជាមនុស្សពូកែគឺគេត្រូវតែជាមនុស្សពូកែតាំងពីដើមមកតែម្ដងបន្ទុកនៃការធ្វើតេស្តគឺបញ្ជាក់ពីលទ្ធផលជារៀងរហូតសូមក្រឡេកមើលទៅឲ្យកាន់តែច្បាស់ថាតើហេតុអ្វីនៅក្នុងផ្នត់គំនិតទេភាពល្អឥតខ្ចោះនៅពេលបច្ចុប្បន្នមានសារៈសំខាន់ខ្លាំងម្ល៉េះគឺដោយសារតែហេតុផលថាការធ្វើតេស្តមួយឬការវិតម្លៃមួយអាចបោះស្ទង់អ្នកបានជារៀងរហូតនោះឯង20ឆ្នាំមុននៅពេលដែលមានអាយុ5ឆ្នាំ Loretta និងគ្រួសាររបស់នាងបានរើមកនៅសហរដ្ឋអាមេរិកពី3ថ្ងៃក្រោយមកម្ដាយរបស់នាងបាននាំនាងទៅចុះឈ្មោះចូលរៀនសាលាថ្មីគេបានដាក់តេស្តមួយមកឲ្យនាង
ក្រោយមកនាងបានដឹងថាត្រូវចូលរៀនថ្នាក់មត្តេយ្យដែលមិនមែនជាថ្នាក់មត្តេយ្យលំដាប់ខ្ពស់ The Ego ឡើយពេលវេលាកន្លងហួសទៅ Lorita ក៏ត្រូវបានផ្ទេរឲ្យចូលរៀននៅថ្នាក់មត្តេយ្យ The Ego រួចបានបន្តរៀនជាមួយសិស្សមួយក្រុមនោះរហូតដល់ចប់វិទ្យាល័យក្នុងដំណើរនៃការសិក្សានេះនាងក៏បានទទួលពានរង្វាន់ជាច្រើនផងដែរប៉ុន្តែនាងមិនធ្លាប់គិតថានាងស័ក្តិសមនឹងនៅទីនោះឡើយការធ្វើតេស្តតាំងពីលើកដំបូងបានច្រានឲ្យនាងមានទំនោរប្រកាន់យកផ្នត់គំនិតទេហើយនាងជឿថានាងមិនមែនជាសិស្សថ្នាក់ The Eagle ដ៏ពិតប្រាកដនោះទេនាងមិនបានគិតក្នុងហេតុផលមួយថាខ្លួននាងទើបតែមានអាយុ5ឆ្នាំហើយទើបតែរើមកនៅប្រទេសថ្មីមួយទៀតទើបមិនទាន់ស៊ាំនឹងស្ថានភាពនោះឬក៏គិតថាថ្នាក់ពិសេស The Eagle នោះប្រហែលជាត្រូវបានគេផ្អាកមួយរយៈសិនឬប្រហែលជាសាលាចង់ឲ្យនាងរៀនថ្នាក់ដែលមានកម្រិតទាបបន្តិចដើម្បីឲ្យនាងងាយស្រួលក្នុងការចាប់ទាន់អ្វីដែលគ្រូបង្រៀននោះឡើយមានវិធីច្រើនដែលអាចធ្វើឲ្យនាងយល់ថាតើការពិតគឺយ៉ាងណាតែគួរឲ្យសោកស្ដាយណាស់នាងជ្រើសរើសការគិតខុសនៅក្នុងពិភពលោករបស់ផ្នត់គំនិតទេវាគ្មានផ្លូវដែលនាងអាចក្លាយទៅជាសិស្សថ្នាក់ Eagle នោះទេប្រសិនបើនាងស័ក្តិសមជាសិស្ស Eagle មែននាងប្រកាសជាជាប់តេស្តតាំងពីដំបូងមកហើយក្លាយទៅជាសិស្សថ្នាក់ Eagle តាំងពីដំបូងមកម្ល៉េះតើករណីរបស់ Lorita ជាករណីដ៏កម្រឬវាក៏ដូចជាការគិតរបស់មនុស្សទូទៅដែលយើងធ្លាប់ឃើញជាច្រើនមកដែរឬអត់ដើម្បីឆ្វេងយល់អំពីវាយើងបានបង្ហាញប្រអប់ដាក់កាតបិទជិតមួយទៅដល់ក្មេងថ្នាក់ទី5ហើយប្រាប់ពួកគេថានៅក្នុងនោះគឺមានការធ្វើតេស្តមួយយើងបាននិយាយថាតេស្តនោះវាអាចបោះស្ទង់ពីសមត្ថភាពដ៏សំខាន់មួយក្នុងការសិក្សារបស់គេរួចយើងក៏មិនបានប្រាប់អ្វីដល់ពួកគេទៀតឡើយបន្ទាប់មកយើងក៏បានសួរសំណួរខ្លះៗទៅកាន់ពួកគេតាក់ទងជាមួយនឹងការធ្វើតេស្តនេះយើងចង់បញ្ជាក់ឲ្យច្បាស់ថាពួកគេពិតជាចាប់បាននៅអ្វីដែលយើងនិយាយឬក៏អត់ម្ល៉េះហើយយើងក៏សួរពួកគេថាតើបងប្អូនគិតថាការធ្វើតេស្តនេះអាចវាស់ស្ទង់សមត្ថភាពរបស់បងប្អូនក្នុងការសិក្សាបានកម្រិតណាបន្តមកទៀតយើងក៏សួរថាតើបងប្អូនគិតថាការធ្វើតេស្តនេះអាចបញ្ជាក់ថាបងប្អូនឆ្លាតកម្រិតណាដែរឬទេនិងមួយទៀតគឺតើបងប្អូនគិតថាការតេស្តនេះអាចវាស់ស្ទង់ថាតើថ្ងៃក្រោយបងប្អូននឹងឆ្លាតដល់កម្រិតណាដែរឬទេសិស្សដែលមានផ្នត់គំនិតរីកចម្រើនបានចាំពាក្យសម្ដីរបស់យើងថាការធ្វើតេស្តនេះវាស់ស្ទង់អំពីសមត្ថភាពដ៏សំខាន់មួយក្នុងការសិក្សាតែពួកគេគិតថាវាមិនអាចបញ្ជាក់ថាពួកគេឆ្លាតកម្រិតណានៅពេលដែលពួកគេធំឡើងនោះទេម្នាក់ក្នុងចំណោមពួកគេឆ្លើយតបមកពួកយើងវិញថាមិនអាចទេគ្មានការធ្វើតេស្តណាដែលអាចកំណត់បែបនេះបានទេប៉ុន្តែសិស្សដែលមានផ្នត់គំនិតថេរវិញពួកគេមិនត្រឹមតែជឿថាការធ្វើតេស្តនេះអាចវាស់ស្ទង់សមត្ថភាពសំខាន់បាននោះទេគេថែមទាំងជឿជាក់យ៉ាងពេញទំហឹងថាវាអាចវាស់ស្ទង់កម្រិតនៃភាពវៃឆ្លាតរបស់គេនាពេលបច្ចុប្បន្ននិងពេលអនាគតទៀតផងពួកគេបានផ្ដល់អំណាចឲ្យការធ្វើតេស្តនេះអាចកំណត់ថាពួកគេជាមនុស្សបែបណានៅពេលនេះនិងជារៀងរហូតទៅដូច្នេះហើយទើបការជោគជ័យគឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះពួកគេមើលពីជ្រុងមួយទៀតនៃសក្តានុពលយើងត្រឡប់មកមើលពាក្យសក្តានុពលវិញរួចឆ្លើយនឹងសំណួរថាតើការធ្វើតេស្តនិងអ្នកជំនាញអាចបង្ហាញថាអ្វីជាសក្តានុពលរបស់យើងតើយើងមានសមត្ថភាពអ្វីខ្លះហើយអនាគតរបស់យើងនឹងទៅជាអ្វីបានដែរឬអត់អ្នកដែលមានផ្នត់គំនិតទេឆ្លើយថាបានអ្នកអាចវាស់ស្ទង់ពីកម្រិតនៃភាពឆ្លាតវៃរបស់អ្នកបាននាពេលឥឡូវនេះហើយក៏ក្នុងពេលអនាគតផងដែរគ្រាន់តែឆ្លងកាត់ការធ្វើតេស្តឬសួរអ្នកជំនាញទៅបានហើយមិនចាំបាច់មានគ្រូទាយក៏បានដែរដូច្នេះវាជារឿងធម្មតាទេដែលគេជឿថាទំហំនៃសក្តានុពលរបស់មនុស្សអាចមើលឃើញនៅនឹងភ្នែកនេះឯងដូចអ្វីដែល Joseph Dinnerty បានធ្វើអីចឹងពួកគេនិយាយយ៉ាងជឿជាក់ទៅកាន់ Morton Donner Jr. ថាថ្ងៃក្រោយទៅគេនឹងក្លាយទៅជាមនុស្សបរាជ័យម្នាក់តើក្រោយមកនៅពេលដែល Donny បានក្លាយទៅជាអ្នកនិពន្ធនិងឥស្សរជននៅក្នុងទូរទស្សន៍ដ៏ល្បីនោះបានធ្វើអ្វីខ្លះទើបគេហ៊ានពោលបែបនេះមូលហេតុនោះគឺនៅពេលដែលគាត់ចូលក្លឹប Stock Club គាត់បានពាក់ស្រោមជើងពណ៌ក្រហមជាមួយនឹងស្បែកជើងពណ៌ត្នោតមួយគូ Donny ប្រាប់គាត់ថា Morton ក្នុងមួយឆាកជីវិតនេះខ្ញុំមិនធ្លាប់ឃើញនរណាម្នាក់ដែលពាក់ស្រោមជើងពណ៌ក្រហមនិងស្បែកជើងពណ៌ត្នោតទទួលបានជោគជ័យនោះទេមនុស្សកំឡោះអើយខ្ញុំប្រាប់ឯងណាឯងមើលទៅលេចធ្លោខ្លាំងណាស់តែមិនមែនលេចធ្លោក្នុងន័យជាមនុស្សគ្រប់គ្នាគេសរសើរនោះទេបុគ្គលពូកែប្រកែជាច្រើនរូបនៃសក្តានុពលរបស់យើងធ្លាប់ត្រូវបានគេនិយាយថាជាមនុស្សដែលគ្មានអនាគតឡើយក្នុងករណីខ្លះវាជាការពិតដែលពួកគេមិនលេចធ្លោកាលពីដំបូងតែក្រែងសក្តានុពលរបស់មនុស្សអាចកើតឡើងនៅពេលដែលគេចំណាយពេលហ្វឹកហាត់យូរនោះអីវាជាការពិតណាអ្នកណាក៏អាចដឹងថាខំប្រឹងប៉ុណ្ណាចំណាយពេលប៉ុណ្ណាទើបអាចឲ្យបុគ្គលម្នាក់មានសក្តានុពលខ្លាំងបានទៅប្រហែលជាអ្នកជំនាញគាត់អាចនិយាយត្រូវថាអ្នកណាម្នាក់មានសមត្ថភាពប៉ុណ្ណានៅពេលនេះប៉ុន្តែវាមិនអាចកំណត់ជីវិតទៅថ្ងៃក្រោយបានជាដាច់ខាត
មានម្ដងនោះខ្ញុំបានទៅចូលរួមការតាំងពិព័រណ៍របស់ Paul Cézanne ដែលជាវិចិត្រករជនជាតិបារាំងនៅទីក្រុងឡុងតាមផ្លូវទៅទីនោះខ្ញុំចង់ដឹងណាស់ថាមុនពេលដែលគាត់ត្រូវបានគេស្គាល់ថ្ងៃនេះ Cézanne ពីមុនជាអ្នកណាហើយរូបដែលគាត់គូរលើកដំបូងយ៉ាងណាដែរខ្ញុំពិតជាចង់ដឹងជាខ្លាំងពីព្រោះ Cézanne គឺជាវិចិត្រករម្នាក់ក្នុងចំណោមវិចិត្រករដទៃទៀតដែលខ្ញុំចូលចិត្តហើយក៏ជាមនុស្សដែលបានបង្ហាញខ្លួនជាញឹកញាប់នៅក្នុងសិល្បៈសម័យទំនើបនេះផងដែរបន្តទៅនេះគឺជាអ្វីដែលខ្ញុំបានរកឃើញគំនូរខ្លះអាក្រក់ណាស់ខ្លះគួរឲ្យខ្លាចខ្លះទៀតបង្កប់អត្ថន័យហិង្សាដែលទាំងនេះត្រូវបានគូរឡើងដោយអ្នកដែលគ្មានជំនាញទាល់តែសោះទោះបីជាមានគំនូរមួយចំនួនបង្ហាញប្រផ្នូលថាសេសាននឹងក្លាយទៅជាមនុស្សល្បីនៅថ្ងៃមុខក៏ដោយតែក៏មានរូបគំនូរខ្លះទៀតមើលមិនបានដែរតើសេសានពីមុនគ្មានទេពកោសល្យទេឬក៏វាត្រូវការពេលដើម្បីឲ្យសេសានពីមុនក្លាយមកជាសេសានឥឡូវនេះអ្នកដែលមានផ្នត់គំនិតរីកចម្រើនដឹងថាដើម្បីឲ្យសក្តានុពលរបស់មនុស្សរីកដុះដាលបានវាត្រូវការពេលវេលាថ្មីនេះខ្ញុំទទួលបានលិខិតមិនពេញចិត្តមួយពីលោកគ្រូម្នាក់ដែលស្ថិតនៅក្រោមការធ្វើស្ថិតិរបស់ពួកយើងស្ថិតិនេះបង្ហាញពីលទ្ធផលក្នុងការសិក្សារបស់ក្មេងស្រីម្នាក់ឈ្មោះថា Jennifer ដែលទទួលបានពិន្ទុ65លើការប្រឡងមុខវិជ្ជាគណិតគ្រានោះវាបង្ហាញប្រាប់ពួកយើងថាតើលោកគ្រូអ្នកគ្រូនឹងធ្វើយ៉ាងណាជាមួយនាងលោកគ្រូអ្នកគ្រូដែលមានផ្នត់គំនិតថេររីករាយជាខ្លាំងក្នុងការផ្ដល់ចម្លើយមកឲ្យពួកយើងពួកគេយល់ថាតាមរយៈការដឹងពីពិន្ទុរបស់ Jennifer គេអាចស្មានដឹងថានាងជាមនុស្សបែបណានិងអាចធ្វើអ្វីបានខ្លះពួកគេបានណែនាំប្រាប់យើងយ៉ាងច្រើនអំពីនាងផ្ទុយទៅវិញលោក Rioten បានមានការខឹងសម្បារជាខ្លាំងខាងក្រោមនេះគឺជាអ្វីដែលគាត់បានសរសេរមកដល់លោកស្រីជាទីគោរពដោយបានបញ្ចប់ការធ្វើស្ថិតិផ្នែកអប់រំរបស់អ្នកស្រីថ្មីនេះជាស្ថាពរខ្ញុំសូមស្នើឲ្យអ្នកស្រីមិនរាប់បញ្ចូលលទ្ធផលរបស់ខ្ញុំនៅក្នុងការសិក្សារបស់អ្នកស្រីឡើយព្រោះខ្ញុំយល់ថាការសិក្សានេះគ្មានលក្ខណៈវិទ្យាសាស្ត្រទេគួរឲ្យសោកស្ដាយការធ្វើតេស្តនេះបានប្រើមធ្យោបាយខុសដោយការស្នើឲ្យលោកគ្រូអ្នកគ្រូធ្វើការសន្និដ្ឋានទៅលើសិស្សដោយគ្មានពឹងផ្អែកទៅលើអ្វីក្រៅពីចំនួនពិន្ទុនៅលើក្រដាស់ទាល់តែសោះការសិក្សារបស់សិស្សមិនអាចអាស្រ័យទៅលើការវិតម្លៃចំពោះការប្រឡងតែមួយពេលនោះឡើយអ្នកមិនអាចគូសបន្ទាត់ដោយប្រើតែចំណុចដៅមួយបានទេចំណុចដៅពីរទើបអាចតភ្ជាប់ជាបន្ទាត់បានបើចង់ប្រើចំណុចដៅតែមួយលុះត្រាតែអ្នកគូសបន្ទាត់ចេញពីចំណុចចាប់ផ្ដើមឲ្យគេសិនទើបគេអាចភ្ជាប់ទៅចំណុចដៅខាងចុងបានបន្ទុកនៅក្នុងការប្រឡងមិនអាចបង្ហាញពីទំនោរនៃភាពរីកចម្រើនការខ្វះការព្យាយាមឬសមត្ថភាពនៃគណិតវិទ្យានោះឡើយដោយក្តីគោរព Michael Rioten ខ្ញុំរំភើបនឹងការវិភាគវែកញែករបស់លោក Rioten ជាខ្លាំងហើយយល់ស្របនឹងការលើកឡើងរបស់គាត់ជាទីបំផុតការវិតម្លៃទៅលើពិន្ទុតែមួយអាចឲ្យយើងដឹងពីសមត្ថភាពរបស់នរណាម្នាក់តិចណាស់គួរតែទុកពេលឲ្យសក្តានុពលរបស់ពួកគេរីកចម្រើនទៅមុខបន្ថែមទៀតល្អជាងវាពិតជាមិនល្អទេដែលលោកគ្រូអ្នកគ្រូជាច្រើនបានគិតខុសអំពីរឿងនេះហើយបែរជាគិតទៅលើតែពិន្ទុការប្រឡងទៅវិញគំនិតដែលថាការវិតម្លៃមួយវាអាចបោះស្ទង់អ្នកជារៀងរហូតនោះគឺបង្កើតភាពអាសន្នដល់អ្នកដែលមានផ្នត់គំនិតទេគេត្រូវតែប្រញាប់ប្រញាល់ដូច្នេះហើយទើបគេត្រូវតែជោគជ័យដោយល្អឥតខ្ចោះក្នុងពេលភ្លាមតែម្ដងតើអ្នកណាទៅដែលអាចចំណាយពេលបាត់ប្រឹងប្រែងដើម្បីអភិវឌ្ឍទៀតបើអ្វីៗដល់ពេលទៅហើយនឹងតើមានអ្វីផ្សេងទៀតដើម្បីវិនិច្ឆ័យទៅលើសក្តានុពលរបស់មនុស្ស NASA គិតថាមាននៅពេលដែលពួកគេជ្រើសរើសអវកាសចរបន្ថែមពួកគេពិនិត្យទៅលើប្រវត្តិរូបរបស់បេក្ខជនទាំងនោះគេមិនបានទទួលយកអ្នកណាដែលមានប្រវត្តិជោគជ័យទាំងអស់នោះទេតែផ្ទុយទៅវិញគឺគេជ្រើសរើសយកអ្នកដែលធ្លាប់មានបទពិសោធន៍បរាជ័យហើយអាចក្រោកឈរឡើងជាថ្មីម្ដងទៀតបានទៅវិញ Jack Welch CEO ដ៏ល្បីល្បាញនៃ General Electric បានជ្រើសរើសបុគ្គលិកផ្នែកប្រតិបត្តិការដោយផ្អែកលើមូលដ្ឋាននៃការរត់ទៅមុខនៃសមត្ថភាពរបស់ពួកគេនៅក្នុងការអភិវឌ្ឍនៅចាំបានទេ Marina Simijonova គឺជាគ្រូបង្ហាត់របាំបាឡេគាត់រើសសិស្សណាដែលរីកចម្រើនឡើងដោយសារការរិះគន់ពួកគេបានបដិសេធចោលនៅគំនិតមិនរីកចម្រើនហើយជ្រើសរើសផ្នត់គំនិតណាដែលល្អចំពោះគេជំនួសវិញបង្ហាញថាអ្នកពិសេសជាងគេនៅពេលដែលបុគ្គលមានផ្នត់គំនិតទេជ្រើសរើសយកភាពជោគជ័យជាជាងការរីកចម្រើនតើពួកគេចង់បង្ហាញអំពីអ្វីគឺគេចង់បង្ហាញថាពួកគេមានលក្ខណៈពិសេសឬអស្ចារ្យជាងអ្នកដទៃនៅពេលដែលសួរពួកគេថាតើអ្នកយល់ថាខ្លួនឯងឆ្លាតនៅពេលណាពួកគេភាគច្រើននិយាយពីពេលដែលពួកគេមានអារម្មណ៍ថាខ្លួនឯងពិសេសជាងគេ
ឬមានលក្ខណៈខុសប្លែកពីអ្នកដទៃរហូតមកដល់ពេលនេះខ្ញុំបានរកឃើញនិងសិក្សាអំពីផ្នត់គំនិតកាលពីមុនខ្ញុំក៏ធ្លាប់គិតថាខ្លួនឯងមានទេពកោសល្យឬក៏គួរឲ្យគោរពផងដែរដោយសំអាងទៅលើអ្វីដែលខ្ញុំមានតាំងពីកំណើតគំនិតដ៏គួរឲ្យខ្លាចបំផុតដែលតែងតែធ្វើឲ្យខ្ញុំមិនសប្បាយចិត្តនោះគឺភាពសាមញ្ញដូចគេដូចឯងការគិតបែបនេះបាននាំឲ្យខ្ញុំត្រូវតែបញ្ជាក់ឲ្យច្បាស់ពីសមត្ថភាពរបស់ខ្ញុំគ្រប់ពាក្យសរសើរគ្រប់ពេលដែលគេមើលមកខ្ញុំគឺពិតជាមានតម្លៃខ្លាំងណាស់វាបានចុះបញ្ជីជាប់នៅក្នុងការដាក់ពិន្ទុនៃភាពវៃឆ្លាតភាពទាក់ទាញនិងភាពគួរឲ្យស្រឡាញ់របស់ខ្ញុំប្រសិនបើថ្ងៃណាខ្ញុំបានពិន្ទុល្អខ្ញុំនឹងត្រេកអរជាខ្លាំងនៅយប់ដ៏ត្រជាក់មួយនារដូវរងាខ្ញុំបានទៅចូលរួមការប្រគំតន្ត្រីចម្រៀងអូប៉េរ៉ាមួយយប់នោះការប្រគំតន្ត្រីនោះគឺជាអ្វីគ្រប់យ៉ាងដែលខ្ញុំរំពឹងហើយគ្រប់គ្នានៅទាល់តែចប់កម្មវិធីរហូតគេបិទវាំងននទើបត្រឡប់មកផ្ទះវិញពេលនោះយើងទាំងអស់គ្នាប្រជ្រៀតគ្នាចេញទៅដល់ផ្លូវថ្នល់ដើម្បីរកតាក់ស៊ីជិះរហូតដល់ពាក់កណ្ដាលអធ្រាត្រសីតុណ្ហភាពត្រជាក់ដល់7អង្សាសេខ្យល់ក៏ខ្លាំងហើយពេលវេលាក៏ចេះតែកន្លងផុតទៅខ្ញុំឯនេះវេទនាសន្ស្លាប់ខ្ញុំនៅក្នុងចំណោមហ្វូងមនុស្សជាច្រើនកកកុញហើយមានឱកាសល្អជាងគេមិននឹងកើតភ្លាមនោះតាក់ស៊ីមួយក៏បានមកឈប់នៅនឹងមុខខ្ញុំហើយគន្លឹះទ្វារខាងក្រោយមកចំនឹងដៃខ្ញុំល្មមនៅពេលដែលខ្ញុំចូលដល់ក្នុងឡានអ្នកបើកតាក់ស៊ីនិយាយថាអ្នកខុសពីអ្នកដទៃនេះជាពេលវេលាដែលខ្ញុំចង់បានបំផុតក្នុងឆាកជីវិតខ្ញុំមិនត្រឹមតែពិសេសជាងគេធម្មតានោះទេភាពពិសេសរបស់ខ្ញុំនេះអាចធ្វើឲ្យអ្នកដទៃមើលឃើញតាំងពីចម្ងាយតែម្ដងចលនានៃសេចក្តីមានអំណួតលើខ្លួនឯងជំរុញឲ្យមានការគិតបែបនេះហើយថែមទាំងមានឧបករណ៍អ្វីមួយមកជួយបញ្ជាក់ពីភាពអស្ចារ្យរបស់អ្នកទៀតផងថ្មីនេះខ្ញុំបានឃើញការផ្សាយពាណិជ្ជកម្មរបស់ផលិតផលមួយមិត្តរបស់ខ្ញុំ2នាក់បានផ្ញើរូបភាពកាតាឡុកនៃរបស់10យ៉ាងដែលគេមិនធ្លាប់បានឲ្យខ្ញុំក្នុងថ្ងៃ Noel តាំងពីខែមករារហូតមកដល់វិច្ឆិកាពួកគេបានកាត់រូបភាពដែលពួកគេជ្រើសរើសចេញពីសៀវភៅកាតាឡុកឬទាញយកពីអ៊ីនធឺណិតជាដើមដល់ខែធ្នូពួកគេជ្រើសរើសរូបណាដែលខ្ញុំចូលចិត្តជាងគេរបស់មួយដែលខ្ញុំចង់បានជាងគេបំផុតកាលពីលើកមុននោះគឺបង្គន់ដាក់តាមខ្លួនដែលអ្នកអាចបត់បានហើយទុកវាក្នុងហោប៉ៅរបស់អ្នកវិញបន្ទាប់ពីប្រើប្រាស់រួចឆ្នាំនេះរបស់ដែលខ្ញុំចូលចិត្តនោះគឺកញ្ចក់មួយដែលមានពាក្យថាខ្ញុំស្រឡាញ់អ្នកនៅចំកណ្ដាលផ្នែកខាងក្រោមនៃកញ្ចក់នេះនៅពេលដែលមើលវាអ្នកអាចផ្ញើសារទៅកាន់ខ្លួនអ្នកបានដោយមិនចាំបាច់ឲ្យពិភពលោកប្រកាសពីភាពពិសេសរបស់អ្នកឡើយពិតណាស់គ្រាន់តែកញ្ចក់មួយហ្នឹងវាមិនគ្រោះថ្នាក់អ្វីនោះទេបញ្ហានេះនៅពេលដែលពាក្យថាពិសេសចាប់ផ្ដើមមានអត្ថន័យថាល្អជាងគេមានតម្លៃជាងគេអស្ចារ្យជាងគេនិងល្បីឈ្មោះជាងគេពិសេសអស្ចារ្យល្បីល្បាញ John McEnroe មានផ្នត់គំនិតថាគាត់ជឿថាទេពកោសល្យគឺជាអ្វីគ្រប់យ៉ាងគាត់មិនចូលចិត្តរៀនគាត់មិនព្យាយាមសាកល្បងធ្វើអ្វីដែលថ្មីទេនៅពេលដែលដំណើរការងារជួបនឹងការលំបាកគាត់តែងតែរួញរាជាលទ្ធផលដោយការកំណត់ដោយខ្លួនឯងថាជាមនុស្សពូកែនិងមានទេពកោសល្យស្រាប់នោះគាត់មិនបានប្រើប្រាស់សក្តានុពលរបស់គាត់ឲ្យអស់ឡើយប៉ុន្តែទេពកោសល្យរបស់គាត់គឺអស្ចារ្យខ្លាំងណាស់ដែលគាត់អាចក្លាយទៅជាកំពូលអ្នកវាយថេននីសនៅលើលោកអស់រយៈពេល4ឆ្នាំនេះគឺជាអ្វីដែលគាត់ប្រាប់យើងថាអ្នកពូកែលំដាប់លេខ1នឹងវាអស្ចារ្យយ៉ាងណាMcEnroe ប្រើប្រាស់អាចរណាដើម្បីជូតញើសលើដៃរបស់គាត់ក្នុងពេលប្រកួតអាចរណានេះមិនដូចអ្វីដែលគាត់ចង់បានដូច្នេះគាត់ក៏ដើរទៅកាន់កំប៉ុងអាចរណាដែលយករ៉ាកែតគោះវាចេញមកជំនួយការរបស់គាត់ឈ្មោះថា Gary ក៏បានមកមើលភ្លាមថាតើមានអ្វីខុសប្រក្រតីខ្ញុំសួរគេអញហៅថាអានឹងជាអាចរណាឬមិនមែនសួរទេគឺស្រែកតែម្ដងកំតិចនឹងកិនមាត់ខ្លាំងណាស់មើលតែថ្នាំបំពុលកណ្ដុរទៅហើយតើឯងមិនចេះធ្វើការទេអីបន្ទាប់មកការីក៏រត់ចេញទៅក្រៅហើយ20នាទីក្រោយមកក៏ត្រឡប់មកវិញជាមួយនឹងអាចរណាដែលទើបតែកិនហើយថ្មីមួយកំប៉ុងទៀតគេត្រូវចំណាយលុយ$20ដើម្បីជួលកម្មករម្នាក់ឲ្យអាឈើ 2x4 អ៊ីងមួយដើមសម្រាប់យកអាចរណាមកឲ្យខ្ញុំនោះគឺជាឥទ្ធិពលដែលអ្នកឈោលំដាប់លេខ1អាចធ្វើបានគាត់បន្តប្រាប់ពួកយើងទៀតថាមានពេលមួយគាត់បានក្អួតដាក់នារីជនជាតិជប៉ុនម្នាក់ដល់ថ្លៃធ្នូដែលនាងគឺជាអ្នកទទួលបដិសណ្ឋារកិច្ច McEnroe នៅក្នុងនាមជាម្ចាស់ផ្ទះថ្ងៃបន្ទាប់នារីម្នាក់នោះបានមកអោនបាគោរពសំទោសគាត់ថែមទាំងបានជូនកាដូមួយមកឲ្យគាត់ទៀតផង McEnroe ក៏សង្កត់ម្ដងទៀតថាអ្នកលេខ1គឺអីចឹងគ្រប់យ៉ាងគឺជាអ្នកនឹងឮគេសួរថាតើមានអ្វីខ្វះខាតដែរឬទេត្រូវការអ្វីបន្ថែមទៀតទេយើងនឹងចេញថ្លៃនេះជូនអ្នកយើងនឹងធ្វើនេះឲ្យយើងនឹងតាមថើបអ្នកពីចម្ងាយអ្នកគ្រាន់តែធ្វើអ្វីដែលអ្នកចង់ធ្វើទៅបានហើយប្រតិកម្មរបស់អ្នកទៅកាន់អ្នកដទៃនៅពេលដែលអ្នកមិនពេញចិត្តនឹងអ្វីមួយនោះគឺ
ចេញឲ្យឆ្ងាយទៅតាំងពីដើមមកគឺអញ្ចឹងបើជាអ្នកក៏ធ្វើបែបនេះដែរមិនអញ្ចឹងឥឡូវយើងនាំគ្នាគិតបន្តិចបើអ្នកជោគជ័យមានន័យថាអ្នកប្រសើរជាងអ្នកដទៃអ្នកធ្វើបាបពួកគេហើយចង់ឲ្យគេក្រោកក្រែងនៅក្នុងផ្នត់គំនិតទេនេះគឺជាអ្វីដែលជំរុញឲ្យមានអំណួតលើខ្លួនឯងផ្ទុយមកវិញសូមក្រឡេកមើល Michael Jordan ជាប់ឈ្មោះជាស្ដេចបាល់បោះជាអត្តពលិកដែលជាប់ជើងឯកជាច្រើនឆ្នាំគាត់មានផ្នត់គំនិតរីកចម្រើនហើយភាពអស្ចារ្យរបស់គាត់ត្រូវបានពិភពលោកចាត់ទុកថាជាវីរបុរសជាព្រះរស់ឬជាព្រះយេស៊ូវដែលពាក់ស្បែកជើង tennis ជាដើមបើនិយាយថានរណាម្នាក់អាចមានហេតុផលដើម្បីគិតថាខ្លួនឯងពិសេសនោះគឺមានតែគាត់នឹងហើយតែគាត់មិនបានគិតដូច្នោះនោះទេអ្វីដែលគាត់និយាយក្រោយពេលដែលគាត់ត្រឡប់មកពីការប្រកួតបាល់បោះវិញបានធ្វើឲ្យមានការរំជើបរំជួលដល់អ្នកគាំទ្រជាខ្លាំងគាត់និយាយថាការពិតខ្ញុំភ្ញាក់ផ្អើលណាស់ដែលបានឃើញការទទួលស្វាគមន៍ខ្ញុំត្រឡប់មកវិញមានថាមពលអីយ៉ាងនេះគ្រប់គ្នាចាត់ទុកខ្ញុំដូចជាព្រះអីចឹងវាពិតជាគួរឲ្យរអៀសខ្លួនណាស់ចំពោះខ្ញុំព្រោះខ្ញុំក៏ជាមនុស្សដូចអ្នកទាំងអស់គ្នាដែរ Jordan ដឹងថាគាត់ខិតខំប៉ុណ្ណាដើម្បីអាចមានសមត្ថភាពដូចថ្ងៃនេះគាត់គឺជាមនុស្សដែលមានការតស៊ូនិងអភិវឌ្ឍខ្លួនទៅមុខមិនមែនជាមនុស្សដែលមានដើមកំណើតអ្វីល្អលើសអ្នកដទៃនោះទេ Tom Wall បានសរសេរនៅក្នុងសៀវភៅប្រឡោមលោករបស់លោកដែលមានចំណងជើងថា The Right Stuff អំពីក្រុមពីលុតជាន់ខ្ពស់ដែលមានផ្នត់គំនិតថេរជាខ្លាំងបន្ទាប់ពីបានប្រឡងជាប់ការធ្វើតេស្តពិបាកម្ដងហើយម្ដងទៀតពួកគេគិតថាខ្លួនឯងគឺជាមនុស្សពិសេសដែលកើតមកឆ្លាតនិងក្លាហានលើសគេប៉ុន្តែ Chuck Yergy វីរបុរសនៃរឿងនេះបានធ្វើឲ្យគ្រប់គ្នាបោះបង់គំនិតនេះចោលគ្មានរឿងដែលថាសមត្ថភាពជាពីលុតយន្តហោះកើតមកដោយធម្មជាតិនោះទេមិនថាកាយសម្បទារបស់ខ្ញុំទេពកោសល្យរបស់ខ្ញុំយ៉ាងណាក៏ដោយខ្ញុំអាចក្លាយទៅជាមេបញ្ជាការបានគឺដោយសារតែការខិតខំប្រឹងប្រែងហ្វឹកហាត់និងបទពិសោធន៍ដែលទទួលបានពីការរៀនសូត្រក្នុងឆាកជីវិតរបស់ខ្ញុំពីលុតយន្តហោះដែលពូកែបំផុតគឺចេញហោះហើយច្រើនជាងពីលុតធម្មតាអញ្ចឹងហើយទើបគេពូកែមិនខុសអីពីលោក Jordan ឡើយគាត់គឺជាមនុស្សធម្មតាដែរគាត់គ្រាន់តែពង្រឹងខ្លួនឯងច្រើនឡើងជាងមនុស្សភាគច្រើនតែប៉ុណ្ណោះសង្ខេបឡើងវិញអ្នកដែលជឿទៅលើលក្ខណៈថេរនៅនឹងថ្កល់មិនផ្លាស់ប្ដូរពួកគេចង់ប្រញាប់ក្នុងការយកជោគជ័យខ្លាំងណាស់ហើយនៅពេលដែលពួកគេទទួលបានភាពជោគជ័យពួកគេនឹងមានអំណួតលើសពីអំណួតទៅទៀតគេនឹងមានអារម្មណ៍ថាខ្លួនឯងអស្ចារ្យព្រោះភាពជោគជ័យបញ្ជាក់ថាលក្ខណៈដែលមិនផ្លាស់ប្ដូរនៅក្នុងខ្លួនរបស់គេនោះគឺគេប្រសើរជាងអ្នកឯទៀតទោះជាយ៉ាងណាក៏ដោយអ្វីដែលវាឆ្មក់ពីក្រោយនៃភាពអំណួតរបស់អ្នកដែលមានផ្នត់គំនិតថេរនោះគឺសំណួរសាមញ្ញមួយដែលសួរថាប្រសិនបើអ្នកគឺជាអ្នកនៅពេលដែលអ្នកជោគជ័យចុះនៅពេលដែលអ្នកមិនជោគជ័យតើអ្នកគឺជាអ្នកណាផ្នត់គំនិតផ្លាស់ប្ដូរនិយមន័យនៃពាក្យបរាជ័យក្រុមចម្រៀងដ៏ល្បីរបស់អាមេរិកគឺក្រុម Martin មានសមាជិក3រូបដែលជាបងប្អូនបង្កើតនឹងគ្នាស្រឡាញ់ Robert ដែលជាកូនប្រុសនិងជាក្មួយប្រុសអាយុ3ឆ្នាំរបស់ពួកគេខ្លាំងណាស់គ្មានក្មេងណាដែលឆ្លាតដែលមានគំនិតច្នៃប្រឌិតដូចជាកូនរបស់គេឡើយក្រោយមក Robert បានធ្វើរឿងមួយដែលមិនអាចលើកលែងឲ្យបានគឺគេមិនអាចប្រឡងជាប់ចូលរៀននៅសាលាបឋមសិក្សាលំដាប់លេខ1នៅទីក្រុង New York បន្ទាប់ពីនោះមកក្រុម Martin ក៏បានប្រងើយកន្តើយនឹងគេពួកគេមិននិយាយជាមួយ Robert ដូចកាលពីមុនទេហើយក៏មិនផ្ដល់តម្លៃឲ្យគេដូចពីមុនដែរគេលែងជា Robert ដ៏អស្ចារ្យរបស់ពួកគេទៀតហើយគេគ្រាន់តែជាក្មេងម្នាក់ដែលមានទម្លាប់ទម្លាក់តម្លៃរបស់ពួកគេហើយធ្វើឲ្យពួកគេអាម៉ាស់មុខតែប៉ុណ្ណោះនៅអាយុ3ឆ្នាំគេគឺជាមនុស្សបរាជ័យម្នាក់បាត់ទៅហើយតាមរយៈអត្ថបទមួយរបស់ New York Times បានបង្ហាញថាបរាជ័យត្រូវបានគេប្រែមកពីសកម្មភាពមួយគឺខ្ញុំបរាជ័យឲ្យទៅជាសម្គាល់ថាខ្ញុំគឺជាមនុស្សបរាជ័យវាពិតជាត្រឹមត្រូវខ្លាំងណាស់ចំពោះអ្នកដែលមានផ្នត់គំនិតថេរកាលពីខ្ញុំនៅក្មេងខ្ញុំក៏បារម្ភខ្លាចជួបរឿងដូច្នោះដូច Robert អញ្ចឹងដែរនៅថ្នាក់ទី6ខ្ញុំគឺជាអ្នកដែលពូកែប្រកបពាក្យជាងគេនៅក្នុងសាលាលោកនាយកចង់ឲ្យខ្ញុំចូលប្រឡងជម្រើសក្រុមប៉ុន្តែខ្ញុំបដិសេធនៅថ្នាក់ទី9ខ្ញុំរៀនបារាំងបានពូកែជាងគេគ្រូរបស់ខ្ញុំចង់ឲ្យខ្ញុំប្រឡងចូលក្នុងជម្រើសក្រុមម្ដងទៀតតែខ្ញុំនៅតែបដិសេធដដែលរឿងអីខ្ញុំត្រូវធ្លាក់ពីជោគជ័យទៅបរាជ័យពីឈ្នះទៅចាញ់វិញនោះ Ernie Els អ្នកវាយកូនដ៏ពូកែក៏បារម្ភពីបញ្ហានេះដែរ Els នៅទីបំផុតបានឈ្នះការប្រកួតដ៏ធំមួយបន្ទាប់ពីគាត់បានរំលងការប្រកួតមួយហើយមួយទៀតរយៈពេល5ឆ្នាំហេតុអីក៏គេមិនចូលប្រកួតឲ្យគេចូលមិនកើតចុះបើគេចូលប្រកួតហើយនឹងចាញ់នោះតើគេគិតបែបយ៉ាងម៉េចគេប្រាប់ពួកយើងថាបើគេចាញ់នោះគេនឹងក្លាយទៅជាមនុស្សម្នាក់ផ្សេងទៀតរូបគេនឹងក្លាយទៅជាមនុស្សបរាជ័យរៀងរាល់ខែមេសានៅពេលដែលសម្បត្តិតូចមួយដែលជាលិខិតចេញពីខាងសាកលវិទ្យាល័យ
បានបដិសេធការប្រឡងចូលរៀនរបស់សិស្សនិស្សិតវាបានបង្កើតឲ្យមានមនុស្សបរាជ័យច្រើនរាប់មិនអស់អ្នកចេះដឹងវ័យក្មេងមានសមត្ថភាពរាប់ពាន់នាក់ត្រូវបានគេហៅថាក្មេងស្រីដែលមិនបានចូលរៀននៅសាលា Princeton ឬជាក្មេងប្រុសដែលមិនបានចូលរៀននៅសាលា Stanford ជាដើម